មកទៀតហើយបាទមកលើកនេះជាលក្ខណៈទ្រង់ទ្រាយធំតែម្ដងទូរស័ព្ទម្ដងហ្នឹងគឺមក iPhone 11ធម្មតាទេបាទតាមពិតទៅទូរស័ព្ទហ្នឹងវាអត់មានខូចឬក៏ជាប់អីទេបាទគ្រាន់តែថាម្ចាស់វាត្រូវតម្លាក់ម្ដងហ្នឹងទៅឲ្យសាច់ញាតិគាត់ប្រើវិញអញ្ចឹងទៅគឺគាត់ចង់ធ្វើការ clear ក៏ដូចជាសម្អាតនៅទិន្នន័យចាស់ៗដែលមាននៅក្នុងទូរស័ព្ទហ្នឹងចោលឲ្យអស់មានដូចជារូបភាពវីដេអូដូចជា link មើលរឿងខ្មែរ link រឿងចិន link រឿងជប៉ុនបាទត្រូវ clear ចោលទាំងអស់ហើយទូរស័ព្ទនេះបន្ទាប់ពី clear ហើយវានឹងក្លាយជាទូរស័ព្ទមួយដែលថ្មីដែលអត់ទាន់មានអីទាំងអស់សូម្បីតែ Facebook TikTok Telegram អីក៏ clear ចោលទាំងអស់ដែរបាទព្រោះធ្វើការ reset ដូចថ្មីតែម្ដងបាទហើយដំណើរការនៃការ reset ទូរស័ព្ទម្ដងនេះវារៀងយូរដែរបាទព្រោះយើងត្រូវចូលច្រើនដំណាក់កាលហើយនឹងធ្វើការរងចាំវាបន្ទាប់ពីធ្វើការ clear data វារួចអញ្ចឹងណាហើយបន្ទាប់ពី reset ហើយនឹង clear វាចោលអស់ហើយគឺយើងត្រូវធ្វើការ set up វាថ្មីដូចទូរស័ព្ទថ្មីដែលទឹមហែកពីប្រអប់អញ្ចឹងបាទពេលដែលហែកឡើងមកគឺយើងត្រូវធ្វើការ set up យើង select ភាសាយើង select យើង connect ទៅ Wi-Fi យើងធ្វើការ set up មុខងារផ្សេងៗមួយចំនួនទៀតអញ្ចឹងណានិយាយទៅវាមកស្ទុះធំដែរប៉ុន្តែដោយសារតែខ្ញុំបានកាត់នៅកន្លែងដែលមិនចាំបាច់ចោលកាត់អស់ច្រើនដែរវីដេអូហ្នឹងបើសរុបទៅវា10នាទីជាងបាទប៉ុន្តែកាត់ចោលអស់ហើយកន្លែងដែលមិនចាំបាច់អញ្ចឹងនៅសល់តែប្រហែលនាទីទេហើយឥឡូវហ្នឹងគឺ clear បានរួចរាល់ហើយឥឡូវគឺចាប់ផ្ដើម restart ឡើងវិញចាប់ផ្ដើម restart ឡើងមកវិញហើយបាទមានដូចជា Konnichiwa មានដូចជា Hello Hola អីហ្នឹងបាទអញ្ចឹងឥឡូវចាប់ដើមធ្វើការ set up វាសារថ្មីឡើងវិញហើយចឹងជាដំបូងយើងយកភាសាមកចេះភាសាជប៉ុនយកភាសាជប៉ុនចេះភាសាចិនយកចិនចេះបារាំងយកបារាំងមកតែខ្ញុំអត់ចេះអីទេក្រៅពីអង់គ្លេសអញ្ចឹងខ្ញុំធ្វើការយកជាភាសាអង់គ្លេសវិញបាទអញ្ចឹងហើយនេះគឺជាដំណើរការនៃការ set up ទូរស័ព្ទនេះឡើងមកវិញបាទបងប្អូនអាចទស្សនាមើលបានអញ្ចឹងឥឡូវដំណើរការនៃការ set up ទូរស័ព្ទថ្មីហ្នឹងវាជិតដល់ទីបញ្ចប់ហើយជិតហើយបាទសម្រាប់ទូរស័ព្ទម្ដងហ្នឹងគឺខ្ញុំធ្វើជូនគាត់3ករណីបាទករណីទី1ហ្នឹងគឺឈូសម៉ាស៊ីនចោលតែម្ដងបើន័យថា clear data clear ទិន្នន័យចាស់ដែលមានទាំងប្រមាណនៅក្នុងទូរស័ព្ទហ្នឹងចោលទាំងអស់តែម្ដងហើយបន្ទាប់មកគឺធ្វើការបង្កើត Apple ID ថ្មីឲ្យគាត់តែម្ដងហើយអញ្ចឹងពេលដែលបង្កើត Apple ID ហ្នឹងគឺគាត់អត់មាន email ទេអញ្ចឹងក៏ធ្វើការបង្កើត email ថ្មីជូនគាត់មួយទៀតទៅអញ្ចឹងសរុបទៅគឺ3ករណីធ្វើការឈូសម៉ាស៊ីនចោលបន្ទាប់ពីឈូសម៉ាស៊ីនហើយបង្កើត Apple ID ថ្មីបង្កើត Apple ID ថ្មីអត់មាន email អញ្ចឹងធ្វើការបង្កើត email ថ្មីឲ្យគាត់ទៀតហើយសម្រាប់អ្នកមើលវិញបើសិនជាមានបញ្ហាអីអាច comment នៅខាងក្រោមវីដេអូនេះបានឬក៏ឆាតមកខ្ញុំផ្ទាល់តែម្ដងក៏បានដែរមិនបាច់ខ្លាចចិត្តខ្លាចថ្លើមអីទេបាទខ្ញុំមិនមែនជាមនុស្សរឹតពីអីទេបើមានបញ្ហាខ្ញុំតែងតែជួយអញ្ចឹងឯងបាទយើងជួយគេជួយយើងបាទជួយគ្នាទៅវិញទៅមកទេបាទអញ្ចឹងឥឡូវការ set up ហ្នឹងបានរួចរាល់ហើយបាទអញ្ចឹងវាចេញ welcome ហើយយើងគ្រាន់តែ swipe up ឡើងទៅលើទៅជាការស្រេចអញ្ចឹងឥឡូវគឺទូរស័ព្ទខ្លាចជាទូរស័ព្ទមួយដែលថ្មីដែលអត់ទាន់មានអ្វីៗទាំងអស់សូម្បីតែ app ផ្សេងដែលមាននៅក្នុងហ្នឹងគឺតម្រូវឲ្យយើងធ្វើការ download សារជាថ្មីទាំងអស់តែម្ដងហើយដើម្បីឲ្យច្បាស់ក្នុងចិត្តថាវានៅមានសល់ទិន្នន័យរូបភាពឬក៏វីដេអូឬក៏អីផ្សេងទៀតយើងធ្វើការចូលទៅក្នុង photo រួចហើយយើងពិនិត្យមើលទាំងអស់គ្នាបាទអញ្ចឹងឃើញថានៅក្នុង photo ហ្នឹងគឺអត់មានរូបអត់មានវីដេអូអីទេបាន clear បានសម្អាតចោលអស់ហើយយើងចូលមកមើលក្នុង setting យើងវិញដើម្បីធ្វើការបញ្ចប់នៃការ set up របស់យើងដែលយើងបាន skip វាពីមុនពេលដែលយើងកំពុងតែ set up វាតម្រូវឲ្យយើងដាក់ជា Face ID ហើយនិង passcode អញ្ចឹងខ្ញុំអត់ទាន់ដាក់ឲ្យទេទោះឲ្យម្ចាស់គាត់ដាក់ខ្លួនឯងវិញអញ្ចឹងការឈូសម៉ាស៊ីនក៏ដូចជាការ set up ថ្មីនៃទូរស័ព្ទម្ដងហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ